ដោយសាររស់នៅក្នុងទីតាំងភូមិសាស្ត្រមានអាកាសធាតុក្តៅជាហេតុធ្វើឲ្យខ្មែរជាជនជាតិពុំសូវមានសកម្មភាពពុំសូវរស់រវើកដូចនេះហើយបានជាព្រលឹងសិល្បៈខ្មែរយើងច្រើនប្រកាន់យកភាពល្វត់ល្វន់ទន់ភ្លន់អណ្ដែតអណ្ដូងអន្លង់អន្លោចដំណើរមួយយឺតពុំសូវស្វាហាប់ទីទាំងអស់នេះបានដឹកនាំចិត្តគំនិតខ្មែរឲ្យនិយមមនុស្សខ្ជិលជាងមនុស្សឧស្សាហ៍ចូលចិត្តមនុស្សមានគំនិតអភិរក្សជាមនុស្សដែលមានគំនិតបដិវត្តនិយមឧទាហរណ៍ខ្មែរផ្ដល់តម្លៃមនុស្សណាដែលធ្វើការតិចតែប្រាក់ខែច្រើនជាងមនុស្សធ្វើការច្រើនបានកម្រៃតិចគេធ្វើការសរសើរមន្ត្រីក្នុងជួររដ្ឋការម្នាក់ដែលគ្រាន់តែចុះហត្ថលេខាបន្តិចបានប្រាក់រាប់លានរៀលជាងបុគ្គលិកដែលខំធ្វើការពីព្រឹកដល់ល្ងាចហើយបានលុយតិចតាមពិតគេគួរតែធ្វើការសរសើរលើកទឹកចិត្តបុគ្គលិកខាងក្រោយដែលខិតខំធ្វើការដោយស្មោះត្រង់មានសីលធម៌មិនប៉ះពាល់ប្រយោជន៍ជាតិក្នុងរឿងព្រេងខ្មែរខ្លះបានរំលេចពីទស្សនៈនេះដែរដូចជាមនុស្សខ្លៅម្នាក់បានកំណប់មនុស្សភ្លីភ្លើបានប្រពន្ធគ្រប់លក្ខមនុស្សឥតដឹងអីសោះបានឡើងឋានៈជាសេដ្ឋីឡាភាពអសកម្មធ្វើឲ្យខ្មែរយើងដែលមានកំណើតមុនគេនៅជ្រោយសវណ្ណភូមិនេះបែរជាបង្កើតរដ្ឋយឺតជាងជាតិសាសន៍ផ្សេងទៀតតាមការសិក្សាខ្លះបង្ហាញថាការកកើតរដ្ឋនៅសតវត្សទី1របស់ខ្មែរយឺតយ៉ាវជាងគេមកអំពីមូលហេតុដូចជាភាពអំណោយផលនៃកត្តាធម្មជាតិរបស់ស្រុកខ្មែរទាំងភពផលទាំងអាកាសធាតុនៅពេលនោះដែលធ្វើឲ្យបុព្វបុរសយើងចេះតែបន្តរស់ជាលក្ខណៈមនុស្សព្រៃដោយដើរបេះផ្លែឈើបរបាញ់សត្វនិងរស់នៅក្នុងល្អាងភ្នំតទៅទៀតមូលហេតុបន្ទាប់អាចមកពីស្រុកយើងនៅជិតអេក្វាទ័រដែលមានអាកាសធាតុក្តៅជាងប្រទេសនៅក្រិចឬរ៉ូមដែលធ្វើឲ្យខួរក្បាលយើងមិនសូវមានការវៃឆ្លាតដូចតំបន់ត្រជាក់កត្តាមួយទៀតប្រជាពលរដ្ឋខ្មែររស់នៅដោយពុំមានការផ្លាស់ប្ដូរទេនេះជាទំនៀមទម្លាប់មួយដែលបុព្វបុរសខ្មែរប្រកាន់យកពីមុនមកនេះបើតាមការកត់សម្គាល់របស់ពួកអាណានិគមបារាំងដោយវេញែកពីខាងដើមគេច្រើនបន្ទោសភាពអកម្មរបស់ខ្មែរទៅលើអាកាសធាតុការនិយាយបែបនេះត្រូវតែមួយផ្នែកទេព្រោះយើងអាចចោទសួរថាជនជាតិផ្សេងដែលរស់នៅក្បែរតំបន់ត្រូពិចប្រហាក់ប្រហែលយើងតើពួកគេមានសកម្មភាពអកម្មដូចនេះដែរឬហើយពួកបរទេសដែលមករស់នៅប្រទេសយើងដូចជាជនជាតិចិនយួនគេមានភាពអកម្មដូចយើងដែរឬកាលសម័យអាណានិគមបារាំងភាពអកម្មនិងគ្មានល្បិចរបស់ជនជាតិខ្មែរធ្វើឲ្យយើងចាញ់ប្រៀបប្រទេសជិតខាងយើងច្រើនណាស់ហើយបច្ចុប្បន្នភាពទន់ខ្សោយនិងអកម្មរបស់ខ្មែរត្រូវបានបរទេសជិតខាងរំលោភបុកបន្តគ្នាទៀតផង